យកសភាពរបស់ខ្ញុំបានបើសំបីតែខ្ញុំខ្លួនឯងទទួលយកមិនបានផងនោះឲ្យខ្ញុំប្រឈមមុខជាមួយអ្នកភូមិយ៉ាងម៉េចទៅខ្ញុំមិនចង់រស់ទេខ្ញុំមិនចង់រស់ទេអូបងធ្វើអីហ្នឹងតែយាយគាត់មកឃើញខ្មាស់លោកយាយស្លាប់ហើយមិនអីទេយាយមាននៅឯណាបាបឯងបានសម្រាប់យើងសុំដាក់បណ្ដាសាឯងឲ្យឯងមានខ្លួនជាមនុស្សពិតខុសអីត្បិតតែក្បាលជាកណ្ដុរហើយបណ្ដាសានេះអាចរលាយបាត់ទៅបានបើកាលណាឯងបានជួបនឹងបរិសដែលមានចិត្តបរិសុទ្ធនឹងព្រមទទួលយកឯងគឺជាឯងនាងស្អាតសុភាពនឹងចេះដឹងខុសត្រូវណាស់ថែមទាំងឧស្សាហ៍ទៀតនេះខ្ញុំនិយាយចេញពីចិត្តណារូបរាងគឺមិនសំខាន់ឡើយសំខាន់ឲ្យតែចិត្តយើងបរិសុទ្ធហើយរឿងទេពធីតាកណ្ដុរកាលពីយូរលង់ណាស់មកហើយមានគ្រួសារក្រីក្រមួយរស់នៅក្នុងភូមិដាច់ស្រយាលឯជើងភ្នំគ្រួសារនោះមានសមាជិកតែ2នាក់ប៉ុណ្ណោះក្នុងនោះមានបុរសជាឪពុកម្នាក់និងកូនស្រីម្នាក់អាយុ12ឆ្នាំកូនស្រីនោះមានឈ្មោះថានាងណូជាក្មេងកំព្រាម្ដាយតាំងពីទើបតែកើតបាន1ខែមកម្លេះជារៀងរាល់ថ្ងៃឪពុកនាងតែងតែទៅដើររកឫសឈើមកធ្វើជាឱសថដើម្បីទុកប្រើប្រាស់ក្នុងផ្ទះផងនិងលក់ទៅឲ្យអ្នកភូមិផងនោះអើយមើលរៀបចំផ្ទះសម្បែងផងណាកូនពុកយកថ្នាំទៅលក់ឲ្យឈ្មួញនៅឯផ្សារមួយផ្លែតបើមេឃភ្លៀងអីណាសារថ្នាំពុកទុកផងពុកហាលនៅលើគ្រែខ្ញុំទៅដែរបានទេពុកខ្ញុំចង់ទៅលេងផ្សារដែរលើគេថានៅទីនោះសម្បករបស់ហូបណាស់ទៅធ្វើអីកូនពុកទៅតែមួយផ្លែតនឹងណាមួយបើនាំគ្នាទៅអស់ចៃដន្យមេឃភ្លៀងមកបានអ្នកណានៅសារថ្នាំនៅចាំផ្ទះទៅណាកូនចាំពុកមកវិញពុកទិញនំមកផ្ញើចាស់ពុកកុំទៅយូរពេកណាពុកដឹងហើយហើយយ៉ាប់ហ្មងកូននេះរកតែឯងដើរធ្វើកំឡោះអីក៏មិនបានតាមនោះតាមហៀថ្ងៃនេះទិញថ្នាំទេហៀខ្ញុំទើបតែរកបានមកល្ងាចមិញនឹងនេះសុទ្ធតែថ្នាំល្អមានតាំងពីឫសឈើវល្លិជាពិសេសណាមានស្នែងប្រើសទៀតនេះមិនទិញដែរទេហៀសុំមើលសិនណាបានអីខ្លះនឹងអូហូបានសិតតែថ្នាំល្អថ្ងៃនេះត្រូវមាច់ត្មងម្សិលមិញគេក៏មកស្នែងប្រើសឥឡូវនេះបានឲ្យគេល្មមហើយបានប្រមាណដែរហៀស្នែងប្រើសនឹងខ្ញុំចូលព្រៃជ្រៅណាស់ទម្រាំតែរកបានមុតបន្លាផងមុតឫស្សីផងឡើងសោះពេញខ្លួនអត់ទៅហើយបើថាលក់មិនបានថ្លៃទេខ្ញុំទៅលក់ឲ្យខាងនោះហើយណានេះកុំទាន់មើលលក់បានថ្លៃឬថោកវាអាស្រ័យទៅលើរបស់តែមានអីស្នែងនេះគ្រាន់បើដែរតើឥឡូវចេះទៅទាំងអស់នឹងណាខ្ញុំឲ្យ20កាក់មិនដែរតម្លៃប៉ុណ្ណឹង20កាក់ងាប់ហើយហៀថ្នាំមកកកោកលក់បានតែ20កាក់ឲ្យខ្ញុំថែម5កាក់ទៀតមកហៀអើយមួយគ្នាសោះនឹងណាថ្ងៃក្រោយបានថ្នាំល្អខ្ញុំយកមកជូនហៀមុនគេត្មងបាននេះប្រាក់25កាក់កុំភ្លេចណាថ្ងៃក្រោយបានថ្នាំល្អយកមកឲ្យហៀណាបន្ទាប់ពីបានប្រាក់ហើយពូដែនសប្បាយចិត្តណាស់ញញឹមបិទមាត់មិនចិត្តគាត់នឹកគិតក្នុងចិត្តថាថ្ងៃនេះមុខជាបានទិញចំណីឆ្ងាញ់យកទៅផ្ញើកូនមិនខានបន្ទាប់ពីគិតរួចពូដែនក៏បានដើរទៅរកទិញបន្លែនិងសាច់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ពេលទិញបានគ្រប់ចំនួនហើយគាត់ក៏ត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវទៅផ្ទះពូដែនក៏បានប្រទះឃើញស្ត្រីម្នាក់និងក្មេងស្រីអង្គុយយំក្រោមដើមឈើ
ឃើញបែបនេះពូដែនក៏បានចូលទៅសួរណែអ្នកហើយមកពីណាទៅណាបានជាមកអង្គុយយំដូចនេះ ខ្ញុំមកពីស្រុកឆ្ងាយប្តីខ្ញុំទើបតែស្លាប់ផ្ទះក៏ត្រូវគេរឹបអូរអស់ទៀតខ្ញុំគ្មានទីពឹងទេខ្ញុំថាមកនីងបានម្ដាយជាទីពឹងតែមានឯណាមកដល់គាត់ជេរខ្ញុំជ្រះឆ្អេះហើយគាត់ថាមកពីខ្ញុំមិនស្ដាប់គាត់ខ្ញុំជជែកយកប្តីចិត្តឯងឥឡូវនេះវាស្រឡាញ់ចឹងចុះយប់នេះខ្ញុំមិនដឹងจะដេកនៅទីណាទីណីទេមើលទៅមានតែដេកនៅក្នុងព្រៃឲ្យខ្លាវាស៊ីស្លាប់ឲ្យផុតទៅចុះ ហើយចុះមានបងប្អូនផ្សេងទេបើមានចាំខ្ញុំជូនទៅរកណាមើលចុះអាណិតក្មេងគ្នារងាឡើងស្លេកមុខស្លេកមាត់អត់ទៅហើយ អូយអត់មានទេខ្ញុំជាកូនតូលអញ្ចឹងខ្ញុំនិងកូនអាចសុំទៅនៅជាមួយផងបានទេលោកចាំខ្ញុំជួយធ្វើការងារផ្ទះដាំបាយពុះអស់រែកទឹកខ្ញុំធ្វើបានទាំងអស់ខ្ញុំសុំតែបាយ3ពេលប៉ុណ្ណោះទេ ផ្ទះខ្ញុំក្រណាស់អ្នកអើយមានតែខ្ទមតូចមួយរស់នៅជាមួយនឹងកូនស្រីបើអ្នកទៅខ្លាចតែនៅមិនកើតទេ មិនអីទេអ្នកឲ្យតែអ្នកឲ្យយើងនៅជាមួយមិនថាខ្ទមឬក៏ក្រោមដើមឈើអីទេយើងនៅបានទាំងអស់ បើមិនប្រកាន់ចឹងមិនអីទេរៀបអីវ៉ាន់មកទៅជាមួយខ្ញុំណាមួយក៏បានអ្នកជួយមើលកូនខ្ញុំដែរព្រោះខ្ញុំអត់មានប្រពន្ធទេ អូហើយចុះប្រពន្ធរបស់អ្នកទៅណា ប្រពន្ធខ្ញុំស្លាប់ជាង10ឆ្នាំហើយរាល់ថ្ងៃនេះនៅតែពីរអ្នកឪកូនអបសុកដែរនឹងណានឹកគិតថាចង់រកប្រពន្ធដែរតែខ្លាចគេមិនយកព្រោះខ្ញុំនេះវាក្រពេកនោះកូនពុកមកវិញហើយ ចាស់ពុកកូននៅក្រៅខ្ទមកំពុងតែដាំបាយ មកមុខសិនមកកូនពុកមានសមាជិកថ្មីចង់ណែនាំឲ្យស្គាល់ណានេះមីងមឿងចាប់ពីថ្ងៃនេះទៅគាត់មកនៅជាមួយយើងមីងនឹងជួយមើលការខុសត្រូវកូនពេលដែលពុកមិននៅហើយនេះជាកូនមីងមឿងត្រូវជាប្អូនឯងពុកឲ្យពួកគេមកស្នាក់នៅជាមួយយើងតើឯងមានបញ្ហាអីទេ អត់មានទេពុកកូនសប្បាយចិត្តណាស់ព្រោះកូនបានគ្នាលេងជាមួយអេហើយចុះកូនរបស់មីងឈ្មោះអីដែរអូគេឈ្មោះណាតអាយុសបាលក្មួយដែរនឹងណាគ្រាន់តែប្អូនខែ ថ្ងៃនេះមានតែរឿងល្អចូលមកក្នុងគ្រួសារយើងយប់នេះជប់លៀងទៅណោះធ្វើម្ហូបឲ្យឆ្ងាញ់មាត់ម្ដងមើងអាម្នេះមកជួយធ្វើម្ហូបបងបន្តិច អ្នកទៅងូតទឹកឲ្យស្រួលខ្លួនចុះទុកឲ្យខ្ញុំជាអ្នកធ្វើម្ហូបរឿងម្ហូបនេះទុកចិត្តលើខ្ញុំចុះចង់ឆាចង់ស្ងោរអីខ្ញុំធ្វើបានទាំងអស់ ប្រសើរណាស់អញ្ចឹងតែប៉ុណ្ណេះមកពីព្រៃមិនភ័យអត់បាយទៀតទេហើយសប្បាយចិត្តណាស់អញ្ចឹងបងទៅងូតទឹកសិនហើយណា ចាស់បង ពុកកូនសុំទៅព្រៃជាមួយផងបានទេ ទៅធ្វើអីកូនមិនបាច់ទៅទេនៅផ្ទះជួយការងារមីងឯងនឹងរៀបចំផ្ទះសម្បែងទៅកូនស្រីទៅព្រៃវាមិនល្អទេណាកូន អត់ទេពុកនៅផ្ទះមានណាត់ចាំជួយមីងហើយកូនចង់ទៅជួយការងារពុកដែរយាយចង់យកលេសទៅជាមួយពុកហើយឲ្យអញធ្វើការតែម្នាក់ឯងអីក៏ចេះម៉េះអញមិនភ្លើចាញ់បងនឹងឯងទេកូនក៏ចង់ទៅដែរពុកបើពួកកូនទៅអាចជួយសម្រាប់ការងារពុកបានខ្លះដែរត្រូវទេបងនូមិនឲ្យពុកឲ្យពួកកូនទៅជាមួយផងណាណា គិតមិនទេអញហើយបើឲ្យទៅមួយអត់មួយមុខជាចំណែនគ្នាមិនខានទេបើឲ្យទៅទាំងពីរបានអ្នកណានៅជួយការងារនាងមឿងទៅណោះ ឯងនាំពួកវាទៅដែរទៅបើពួកវាចង់ទៅយ៉ាងនឹងហើយនោះនាំពួកវាទៅឲ្យស្គាល់ព្រៃម្ដងមើលទាទៅតាមធ្វើមកតែឪដើរលេងការងារផ្ទះប៉ុណ្ណឹងមិនបាច់ភ័យទេទុកឲ្យខ្ញុំជាអ្នករ៉ាប់រងក៏បានដែរ បើឯងនិយាយអញ្ចឹងទៅហើយឲ្យវាទៅតាមម្ដងចុះទៅរៀបចំខ្លួនមកកូនពុកនៅចាំ ពុកធ្វើមិនដឹងថាឈើណាអាចធ្វើឲ្យសុទ្ធបានឈើណាមិនបាន
ពុករៀនចេះពីជីដូនជីតាកូនមកកាលពីដើមគ្រួសារយើងជាអ្នកធូរធារគ្រាន់បើដែរតែដោយសារតែចិត្តសប្បុរសយើងក៏បានជួយគេរហូតអស់ពីខ្លួនចាប់ពីពេលនោះមកគ្រួសារយើងក៏ធ្លាក់ខ្លួនក្រមកដល់ឥឡូវនេះ ចាស់ពុកថាកូនស្រីចូលព្រៃមិនល្អនោះអីមិនក៏និយាយចូលបាន មកពីយាយកូនមកជាមួយតាកូនជាប្តីប្រពន្ធចង់ទៅណាមកណាជាមួយគ្នាដល់យប់ថ្មណាក៏បានដែរ ដោយពុកនឹងមិញមឿងកាលដល់ពីមុនដែរមែនទេ ណែទៅលេងខាងនោះទៅកូនហើយមើលប្អូនផងណាកុំដើរឆ្ងាយពីពុកពេកហើយតែជាក្មេងមិនចេះនៅស្ងៀមនាងនូបានដើរកាប់នេះកាប់នោះលេងពេញព្រៃកាប់ចុះកាប់ឡើងស្រាប់តែនាងនូប្រទះឃើញសត្វពស់កំពុងតែលេបកូនកណ្ដុរនូបានស្រែកហៅឪពុក ពុកពុកមកណែបន្តិច មានការអីកូន ពស់លេបកូនកណ្ដុរឡោមិនបានជាវាអត់សេដោយមនុស្សអញ្ចឹងពុក ជាធម្មជាតិរបស់សត្វវាដូចតែមនុស្សយើងចិញ្ចឹមជីវិតដោយហូបបាយនឹងណាកុំទៅខ្វល់អីកូនតោះទៅមុខទៀត ចាំបើខ្ញុំអត់បានហូបបាយជិតមួយអាទិត្យហើយមិនខ្ញុំរស់បាន ថាម៉េចមកពីកូនឯងនឹងហូបចំណីច្រើនពីទីដឹងហ៎ មានណាពុកខ្ញុំហូបតែស្មាននឹងស្លឹកឈើហ្នឹង ចេះតែនិយាយហើយកូនឯងនេះមកបញ្ញាប់ឡើងឆាប់ទៅផ្ទះវិញទាន់មេឃនៅភ្លឺនោះកូនឯងនឹងអង្គុយមើលដល់ណាទៀតឲ្យឆាប់ឡើងប្អូនឯងទៅមុខបាត់ហើយនោះដោយមានសញ្ជាតិជាអ្នកមានសន្ដោសដល់សត្វនាងនោះក៏សុំឪពុកជួយសត្វកណ្ដុរនោះពេលកំពុងតែជួយកណ្ដុរមិនប្រយ័ត្នពូដែនក៏ត្រូវបានពស់ចឹកបន្ទាប់ពីឃើញបែបនេះកូនទាំងពីរភ័យណាស់ពួកគេក៏បានស្រែកហៅឲ្យអ្នកភូមិមកជួយឪពុកខ្លួនតែជាអកុសលពូដែនបានបាត់បង់ជីវិតបាត់ទៅហើយបន្ទាប់ពីឪពុកស្លាប់ទៅបន្ទុកការងារទាំងក្នុងនិងក្រៅផ្ទះធ្លាក់មកលើនាងនូជាអ្នករ៉ាប់រងមិនត្រឹមតែប៉ុណ្ណោះម្ដាយចុងនិងកូនចុងទាំងពីរបានរួមដៃគ្នាធ្វើបាបនាងនូឲ្យបំរើពួកគេគ្រប់សពបែបយ៉ាងមិនលួសមួយថ្ងៃណាឡើយ6 ឆ្នាំក្រោយមក មីខ្នូហងឯងចង់ដេកដល់ថ្ងៃលិចមែនទេហ៎ថ្មនឹងហើយមិនទាន់ក្រោកទៀតយីខ្ជិលមែនទេម្នេះវើយនឹងបាប់ចង់ឲ្យផ្ដៅវាឡើងខ្នងទៀតហើយមែនទេអូយហើយម៉ែស្រែកអីក៏លោឡាម្លេះស្រែកយ៉ាងនឹងខ្ញុំដេកមិនលក់ទេយីមីកូនចំគួតនេះអញស្រែកហៅមីខ្នូតើហើយរួយហងឯងមកឆ្លើយស្អីដែរថ្ងៃរះចាំងគូតហើយនៅដេកដល់ណាទៀតដេកមិនលឹងណាតិចអត់អ្នកយកទៅចាអ្នកម៉ែក៏ភ័យអីអត់អាណាយកក៏ហេតុទៅសំខាន់ខ្ញុំមានមីខ្នូនៅបំរើខ្ញុំហើយឲ្យខ្ញុំដេកយ៉ាងម៉េចបើម៉ែឯងស្រែកដូចយក្ខនីយ៉ាងនេះនោះអ្នកណាទៅទ្រាំដេកកើតយ៉ាងម៉េចទៅអញមិនខ្វល់ទេសំខាន់ឥឡូវអញឃ្លានបាយមីកានូណីណាហាថ្មនេះហើយអត់អើក្បាលមកដាំបាយឲ្យអញស៊ីទេម៉ែចង់ស្រែកបែកលោកនឹងទៀតណាក៏ម៉ែមិនលឺដែរនាងណូណាវាក្រោកតាំងពីមេឃមិនទាន់ភ្លឺម្លេះថ្មនេះបាត់ទៅដល់ព្រៃបាត់ទៅហើយវាក្រោកហើយប្រត់ប្រាស់បាត់ទៅណាក៏ទៅសំខាន់ឲ្យទៅដាំបាយឲ្យអញស៊ីសរុបមកវាបាត់ក្បាលទៅណាអ្នកណាទៅដឹងបានស្អីទៅដឹងបើដេកចំតិតគូតមិនព្រមក្រោកផងហើយស្អីមកឯងទេមកសួរមនុស្សទៅងឹបពីដេកមិនទាន់អស់ងុយផងឲ្យចុះម៉ែក្រោកលឿនជាងខ្ញុំនឹងដឹងអត់ហាវាអត់ដឹងដូចតែគ្នានឹងអេថាឲ្យគេធ្វើដូចខ្លួនឯងនឹងដឹងណោះមីកណូណាវាលេចក្បាលមកហើយម៉ែឯងសួរវាខ្លួនឯងទៅ
ណែមីកានូឯងទៅមកពីណាហ៎ខ្ញុំទៅមកពីកាប់អស់នៅព្រៃក្រោយខ្ទមអើបើអញ្ចឹងល្អហើយអញស្មានថាហងឯងនេះទៅកិច្ចលួចខ្ជិលតាមើលដាក់ដាំបាយអីហើយបញ្ញាប់ទៅព្រៃរកថ្នាំទៅលក់ណាយកប្រាក់ទៅទិញម្ហូបនឹងអង្គមកឥឡូវអស់អីស៊ីហើយឆាប់ទៅឆាប់មកវិញផងអញឃ្លានចាមីងខ្ញុំដាក់ដាំបាយរួចហើយខ្ញុំទៅព្រៃហើយមីងមើលបាយផងតាំងពីពុកស្លាប់ទៅកូនរស់នៅវេទនាណាស់មីងតែធ្វើបាបខ្ញុំរហូតណាត់ក៏ដូចគ្នាតែងតែដណ្ដើមរបស់របរពីខ្ញុំត្រូវចូលព្រៃម្នាក់ឯងរៀបចំទុកដាក់គ្រប់យ៉ាងតាំងពីដាំបាយធ្វើម្ហូបខ្ញុំហត់ណាស់ពុកអើយមិនក៏ពុកចេញទៅបន្សល់បន្ទុកនេះទុកឲ្យខ្ញុំរាប់រងម្នាក់ឯងអញ្ចឹងទោះខ្ញុំខំរអ៊ូយ៉ាងណាក៏គ្មានអ្នកដឹងគ្មានអ្នកលឺដែររឹតតែគ្មានអ្នកណាមកជួយខ្ញុំបានផងនឹងមានតែរស់នៅបែបនេះរហូតដល់ថ្ងៃស្លាប់ហើយមើលទៅក្រោយសំងំរោគថ្នាំក្នុងព្រៃមួយព្រឹកធំនាងនូក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញនៅតាមផ្លូវមកវិញនាងនូបានប្រទះឃើញកណ្ដុរកំពុងដេកលក់យ៉ាងសុខស្រួលនាងនឹកដល់ឪពុកនាងដែលស្លាប់ព្រោះជួយកណ្ដុរដែលមានរូបរាងដូចនេះនាងនូក៏កើតចិត្តខឹងឡើងមកហើយក៏សម្លាប់កណ្ដុរនោះទៅដោយសារតែជួយឲ្យកណ្ដុរចង្រៃឯងនឹងធ្វើឲ្យពុកយើងស្លាប់ធ្វើឲ្យជីវិតយើងរស់ដូចស្លាប់បែបនេះយើងរស់នៅយ៉ាងវេទនាចំណែកឯងមកដេកយ៉ាងមានក្តីសុខនេះយើងនឹងសម្លាប់ឯងដោយផ្ទាល់ដៃរបស់យើងងាប់ទៅឲ្យកណ្ដុរចង្រៃនិយាយរួចនាងនូក៏បានដកកំបិតដើរសំដៅទៅរកកណ្ដុរនោះរួចក៏ចាក់សម្លាប់កណ្ដុរនោះទៅមុននឹងស្លាប់កណ្ដុរនោះក៏បានដាក់បណ្ដាសាទៅនាងនូថាបាបដែលឯងបានសម្លាប់យើងសូមដាក់បណ្ដាសាឯងឲ្យឯងមានខ្លួនជាមនុស្សពិតខុសអីត្បិតតែក្បាលជាកណ្ដុរហើយបណ្ដាសានេះអាចរលាយបាត់ទៅបានបើកាលណាឯងបានជួបនឹងបរិសដែលមានចិត្តបរិសុទ្ធនឹងព្រមទទួលយកឯងគឺជាឯងបន្ទាប់ពីនិយាយចប់កណ្ដុរនោះក៏បានស្លាប់បាត់ទៅនូធ្វើទឹកមុខតក់ស្លុតដោយសារមិនដែលជួបសត្វចេះនិយាយហើយស្រែករហូតសន្លប់ទេមិនប៉ាត់ទេមិនអាចទេពុទ្ធោមកខ្ញុំតើមានអ្នកណាអាចទទួលយកសភាពរបស់ខ្ញុំបានបើសំបីតែខ្ញុំខ្លួនឯងទទួលយកមិនបានផងនោះឲ្យខ្ញុំប្រឈមមុខជាមួយអ្នកភូមិយ៉ាងម៉េចទៅខ្ញុំមិនចង់រស់ទេចាប់តាំងពីថ្ងៃនោះមកនាងនូនៅបម្រើដូនចាស់ទាំងយប់ទាំងថ្ងៃនាងមិនដែលចេញទៅភូមិទេហើយក៏មិនបង្ហាញខ្លួនឲ្យអ្នកណាឃើញដែរតែនូនៅតែមិនអស់សង្ឃឹមនាងតែងតែទន្ទឹងរង់ចាំមនុស្សដែលអាចទទួលយកសភាពនិងអាចជួយនាងដោះបណ្ដាសានាងបានម្ចាស់ផ្ទះមានអ្នកនៅផ្ទះទេខ្ញុំអាចសុំចូលទៅស្នាក់អាស្រ័យបានទេម្ចាស់ផ្ទះមានការអីដែរអ្នកកំឡោះជំរាបសួរយាយខ្ញុំមកពីស្រុកឆ្ងាយហើយវែងផ្លូវក៏ចូលមកដល់ក្នុងព្រៃនេះតែខ្ញុំអាចសុំស្នាក់នៅមួយរយៈបានទេយាយមិនអីទេចៅចូលមកយាយក៏មិនមានមនុស្សប្រុសចាំជួយជាកម្លាំងដែរសម្រាប់ប្រហែលថ្ងៃក៏សម្រាប់ទៅបាទអរគុណយាយនោះអើយដងទឹកមកទទួលភ្ញៀវណាចៅចាយាយមានចៅកមុំម្នាក់ដែរគ្នាកំព្រាមិននៅជាមួយយាយតាំងពីយូរហើយនោះមកហើយ
ស្គាល់គ្នាទៅចៅ នឹងជាធ្មប់ដែលអ្នកស្រុកនិយាយតគ្នាថាខ្លួនជាមនុស្សក្បាលជាកណ្ដុរមើលទៅនាងមិនអាក្រក់អីផង លោកអញ្ជើញពិសាទឹក បាទអរគុណហើយខ្ញុំថានាយវ័នឬក៏បងវ័នក៏បានតាមមើលទៅខ្ញុំប្រហែលជាបងនាង2 ទៅ 3 ឆ្នាំអីហ្នឹង ចាយាយថ្ងៃនេះចង់ពិសាអីដែរព្រឹកមិញខ្ញុំរកផ្សិតបានច្រើនណាស់អ្នកកំឡោះចង់ឆៃអីប្រាប់នាងនោះទៅយាយអីក៏បានដែរណាចៅចុះនាយ អឺ កុំខ្លាចអីទោះរូបរាងនាងបែបនេះមែនតែនាងជាមនុស្សធម្មតាទេថែមទាំងចិត្តល្អទៀតផងគ្នាមកបាំងមួយពេលបានទៅជាអញ្ចឹងមិនអីទេចៅកុំភ័យអី បាទយាយខ្ញុំអ្វីក៏បានដែរ អញ្ចឹងខ្ញុំទៅធ្វើម្ហូបសិនហើយយាយលោកចាំនឹងសិនហើយណាទៅចុះចៅ យាយហេតុអីក៏មុខនាងខ្លាចជាបែបនេះ រឿងគឺវាបែបនេះណាចៅ តើនាងខ្មាស់អៀនខ្ញុំមែនទេមិនអីទេខ្ញុំមិនបានស្អប់ខ្ពើមនាងឯណាខ្ញុំធ្លាប់ឮអ្នកភូមិគេនិយាយពីរឿងនាងច្រើនណាស់តែមិនដែលគិតថាវាជារឿងពិតឡើយរហូតបានជួបនាងទើបខ្ញុំជឿតែនិយាយតាមត្រង់ទៅនាងមិនគួរឲ្យខ្លាចនឹងសាហាវដូចគេនិយាយផងនាងស្អាតសុភាពនិងចេះដឹងខុសត្រូវណាស់ថែមទាំងឧស្សាហ៍ទៀតនេះខ្ញុំនិយាយចេញពីចិត្តណារូបរាងគឺមិនសំខាន់ឡើយសំខាន់ឲ្យតែចិត្តយើងបរិសុទ្ធ ចាអរគុណដែលជួយនិយាយលើកទឹកចិត្តខ្ញុំតាមពិតទៅខ្ញុំមិនចង់ឲ្យអ្នកទាំងអស់នោះឃើញខ្ញុំទេព្រោះបើពួកគេឃើញខ្ញុំមុខជាសម្រាប់ខ្ញុំមិនខានតែយ៉ាងណាបើលោកបានឃើញនឹងដឹងរឿងខ្ញុំហើយសូមកុំយកទៅនិយាយឲ្យគេដឹងអីទុកផ្លូវឲ្យខ្ញុំបានដកដង្ហើមផង បងមិនយកទៅនិយាយទេតែថាបងមើលយូរទៅអូនឯងស្អាតម្យ៉ាងដែរតា កុំមកបោកខ្ញុំមិនចាញ់បោកសម្ដីផ្អែមលោកឯងទេ បងនិយាយមែនណាអូនគិតមិនបើបងសុំស្រឡាញ់អូននោះ បានហើយខ្ញុំទៅដេកហើយស្អែកខ្ញុំត្រូវងើបពីព្រលឹមផង យប់នោះនាងនូហាក់មានអារម្មណ៍ចម្លែកខុសពីធម្មតានាងព្រឺរងានិងឈឺក្បាលជាខ្លាំងព្រឹកឡើងពេលភ្ញាក់មកនាងនោះក៏បានคล้ายមកជាមនុស្សធម្មតាដូចគេឯងវិញនាងមិនបានដឹងខ្លួនឡើយលុះត្រាតែចេញមកក្រៅផ្ទះនាយវ័នឃើញក៏ភ្ញាក់លាន់មាត់នោះនេះជានោះមែនទេ ចាគឺខ្ញុំមិនក៏សួរអីចម្លែកអញ្ចឹង នោះអូនលេងអីហើយមែនទេមិនស្រួលខ្លួនឬក៏ពិបាកដកដង្ហើមអីអត់មានអារម្មណ៍ថាចម្លែកទេ បងឯងចាំមិននឹងសួរអីប្លែកបងឯងចង់សួរអីពីខ្ញុំមិនយល់ទេ គឺមុខអូនខ្លាចជាមនុស្សវិញហើយអូនស្អាតណាស់ស្អាតជាងការរំពឹងទុករបស់បងទៅទៀតបងមិននឹកស្មានថាអូនស្អាតដល់ថ្នាក់នេះទេ ពិតមែនទេបងកុំកុហកខ្ញុំណាខ្ញុំរងចាំថ្ងៃនេះជាយូរឆ្នាំហើយ បងនិយាយមែនណាបើមិនជឿមកនេះមក ទៅណា មុខខ្ញុំលេចអីហើយជាការពិតមែនទេបងខ្ញុំជឿសពមែនទេខ្ញុំជឿសពទេដឹងបងជួយដាក់ខ្ញុំឲ្យភ្ញាក់បន្តិចមក បងធ្វើអីហ្នឹងតិចយាយគាត់មកឃើញខ្មាស់លោកយាយ
ស្លាប់ហើយ មិនអីទេយាយមានន័យណាមកបងថាម្ដងទៀតឲ្យច្បាស់ថាយកសពឬមែនតែន អត់ទេបងឯងលេងខូចណាស់ខ្ញុំទៅរកលោកយាយវិញយាយនៅណាយាយនាងជាអ្នកណានាងយកយាយខ្ញុំទៅណាយាយចាស់នោះគឺជាយើងនេះហើយយើងជាទេពធីតានៅឋានសួគ៌តែដល់យើងបានធ្វើខុសច្បាប់នៅឋានលើទើបត្រូវទទួលទោសមករស់នៅឋានកណ្ដាលជាសត្វកណ្ដុរប្រភេទជាកណ្ដុរតែមួយដែលឯងបានជួយក្រោយមកក៏សម្លាប់នោះតែដោយអំណាចបុណ្យដែលឯងជួយជីវិតយើងរួមផ្សំនឹងបាបដែលយើងបានដាក់បណ្ដាសាឯងយើងក៏ត្រូវសងកម្មបន្តគឺនៅចាំឯងចាំរហូតដល់ថ្ងៃបណ្ដាសារបស់ឯងត្រូវរលាយទៅវិញកន្លងមកយើងមកចាំសងកម្មជាមួយឯងក្នុងរូបរាងជាយាយចាស់នោះឯងឥឡូវយើងអត់មានជំពាក់គ្នាទៀតទេឯងអាចទៅប្រើជីវិតដែលនៅសេសសល់ជាមួយអ្នកកំឡោះនោះបានយើងអស់កម្មពៀននឹងគ្នាហើយខ្ញុំសូមអរគុណអ្នកដែលបានជួយបង្រៀនមេរៀនជីវិតនេះមកខ្ញុំចាប់ពីថ្ងៃនេះទៅខ្ញុំមិនបៀតបៀនជីវិតអ្នកណាទៀតឡើយល្អណាស់ដែលឯងចេះភ្ញាក់រលឹកបែបនេះយើងលាហើយសូមឲ្យពួកឯងរស់នៅមានក្តីសុខនិងមានសុភមង្គលតរៀងទៅចុះបន្ទាប់ពីលាគ្នារួចរាល់សពគ្រប់ហើយនាងនូបានសម្រេចចិត្តរួមរស់ជាមួយនាយវ័ននិងសាងគ្រួសារយ៉ាងមានសុភ